សម័យមុនថាយើងមានអតិថិជន10នាក់ដែលត្រូវការ POS system របស់យើងអ្នក software developer ថ្មីជាទូទៅបើសិនបើគាត់ទទួល project ហ្នឹងគឺគាត់បង្កើត project 10 project សម្រាប់ client ទាំង10ន័យថា project មួយ client មួយ project មួយ client មួយប៉ុន្តែនៅពេលដែលអតិថិជនកាន់តែច្រើនទៅបញ្ហាក៏ចាប់ផ្ដើមកើតមានឡើងឧទាហរណ៍ថា project មួយនោះវាមាន bug អញ្ចឹងបើអ្នកនរគ្នា fix bug project ណាមួយត្រូវ fix ទាំងអស់ទាំង10 project ទាំងអស់ហើយមួយទៀតបើសិនបើអ្នកនរគ្នាintegrate ឬក៏មានកំណត់បង្កើត function ណាថ្មីមួយអញ្ចឹងត្រូវ update ទាំង10 project ហ្នឹងមែនអត់នេះ10ណាខ្ញុំអត់និយាយដល់អ្នកខ្លះដែលមានដល់100ដល់1000នេះគ្មានទេអូខេអញ្ចឹងចំពោះ software engineer គឺគេមានវិធីសាស្ត្រគឺគេបង្កើត design system ជាលក្ខណៈ multi tenancy system គឺ client ទាំងអស់គឺដំណើរការនៅក្នុង system តែមួយមានន័យថាម៉េចបើសិនបើ system down គឺ down ទាំងអស់គ្នា up ទាំងអស់គ្នាបាទបើសិនបើមាន function ណាមួយ add គឺមើលឃើញទាំងអស់គ្នាអញ្ចឹងclient ទាំងអស់ហ្នឹងគាត់ log in ចូល system មួយហ្នឹងគាត់ឃើញតែន័យរបស់គាត់ទេអត់ឃើញលេខឡំជាមួយនឹង tenant ផ្សេងទៀតទេអញ្ចឹងបាទទីមួយគឺងាយស្រួលសម្រាប់ developer អញ្ចឹងពេលដែលគាត់ដល់ពេលដែលមាន client ថ្មីមកគាត់មិនបាច់ចាំត្រូវការ set up project ថ្មីអីទេគាត់មាន function មួយសម្រាប់គាត់បង្កើត client ថ្មីនៅក្នុង system របស់គាត់បើគាត់បង្កើត username បង្កើត account អក្ខរនៃជូនភ្ញៀវរបស់គាត់ថ្មីហ្នឹងទៅគាត់អាចចូលប្រើបានហើយតែចំណាយពេលថា1នាទីចុះហើយចំណាយថវិកាទៅទៀតបើយើងបាច់ចាំទៅបាទទិញ server ទិញ hosting អីគ្រប់ភ្ញៀវយើងទិញទៅមកធ្វើទៅមកភ្ញៀវគឺបានគ្រប់ភ្ញៀវទាំងអស់